đâyអ្នកទាំងអស់គ្នាខ្ញុំមាន tool មួយបាទ tool នេះគឺយើងបង្កើតតាមរយៈ AI ណាខ្ញុំគិតថាអ្នកណាក៏អាចបង្កើតបានក៏ប៉ុន្តែពេលខ្លះគឺវាមានការលំបាកក្នុងការគិតណាក្នុងការនឹកឡើងនៅអ្វីដែលយើងចង់បានប៉ុន្តែខ្ញុំធ្លាប់ធ្វើមុនអញ្ចឹងខ្ញុំអាចដឹងមុនបងប្អូនអាចសាកសួរបាននៅអ្វីដែលបងប្អូនចង់ធ្វើឬក៏បាទណាសុំ app នេះយកទៅប្រើអញ្ចឹងទេខ្ញុំអត់បង្ហាញថាធ្វើយ៉ាងម៉េចទេក៏ប៉ុន្តែខ្ញុំប្រាប់ពីរបៀបប្រើតែម្ដងក្នុងនេះបាទឥឡូវខ្ញុំបាន scan រួចហើយនៅក្នុង app នេះគឺយើងអាចប្រើកាមេរ៉ាបាទដើម្បីថតបើសិនជាមានឯកសារអីនៅខាងក្រោយរូបរបស់យើងគឺវាចាប់បានទាំងអស់តែម្ដងណាវាចាប់បានទាំងអស់អញ្ចឹងយើងប្រើវាដើម្បីអីបាទដូចខ្ញុំជម្រាបជូនអញ្ចឹងយើងប្រើវាសម្រាប់ចាប់យក text នៅខាងក្រោយយើងបាទយើង scan ឯកសារ PDF ទៅជាអក្សរដើម្បីយើង copy ទៅប្រើប្រាស់ជាដើមយើងប្រើកាមេរ៉ាឥឡូវខ្ញុំ upload អូខេខ្ញុំយកឯកសារទី7បាទក៏យើងចុចទៅលើ upload មកបាទបន្តនេះ scan image for text បាទខ្ញុំចុច scan ទៅ text នឹងវានឹងមកកន្លែងនេះបាទដល់មកយើងមាន copy យើងមាន edit ក៏បានដែរចង់ edit ក៏បានដែរអូខេខ្ញុំ edit ឲ្យមើលអូខេខ្ញុំ edit នេះខ្ញុំយក scan screenshot ពី chat GPT អញ្ចឹងខ្ញុំអាច copy ឬក៏ download ទៅជាអីនេះទៅជាអានេះក៏បានណានេះយកវាមកប្រើមក copy មកឧទាហរណ៍អញ្ចឹងបាទខ្ញុំយកមករៀបឲ្យហើយទេបាទអញ្ចឹងយើងកែ content តាមក្រោយហើយណាយើងអាច copy text ក៏បានអាច share ក៏បានណា share page ច្រើនគឺ share ទៅលើ Outlook ឬអីចឹងទេអត់ share ទៅលើ Telegram ទេ edit បាទឥឡូវហ្នឹងគឺវាខ្ញុំប្រើឥឡូវខ្ញុំសាកមួយទៀតបន្ទាប់មកពី scan ហើយយើងអាច clear នេះបានយើងយកថ្មីណា history នៅក្នុងទាំងអស់អ្វីដែលយើងបានធ្វើគឺមាននៅក្នុងហ្នឹងបន្ទាប់មកខ្ញុំធ្វើទី8មិនទី3ទី7ហើយទី8បាទវា2ដងគណៈយើងចុចទៅលើ upload ហើយវាទាមទារឲ្យទៅរកម្ដងទៀតអញ្ចឹងយើងត្រូវចាំខ្លួនឯងនៅលេខទំព័រនេះបាទយើងអាច scan ជា PDF file ក៏បានដែរ PDF file អូខេខ្ញុំ scan image for text ចឹងមកចាំមើលខ្ញុំកែឥឡូវនេះគឺដាក់ឈ្មោះរបស់ខ្ញុំតែម្ដងបាទ copy ទាំងអស់មកយកមកដាក់នៅក្នុងនេះដាក់លុបចេញណាដែលអត់ប្រើនេះវាចាប់យកទាំងអស់អញ្ចឹងយើងលុបណាដែលអត់ប្រើអត់ត្រូវប្រើយើងលុបមកបន្ទាប់មកបានយើងផ្ទៀងផ្ទាត់ជាមួយនឹងអ្វីដែលយើងបានថតចម្លងមកយើងរៀបជា file មកខ្ញុំយកទៅដាក់នៅក្នុង blog របស់ខ្ញុំបង្កើត blog មួយនេះ blog នេះដើម្បីយើង apply ទៅ Google AdSense ព្រោះនេះសំខាន់នៅពេលដែលយើង apply ទៅ AdSense យើងត្រូវមាន private policy យើងយកពី chat GPT ដូចគ្នាណាអញ្ចឹងគោលបំណងរបស់វីដេអូនេះគឺចង់ឲ្យបងប្អូនចេះប្រើនៅ scan image text ដើម្បីចំណេញពេលបាទ screenshot វាមកហើយយើងយកវាមក convert ទៅជា text ហើយយើង copy វាយកទៅប្រើបាទសម្រាប់វីដេអូនេះគឺសូមចប់តែប៉ុណ្ណេះសូមអរគុណច្រើន